ចឹងអស់លោកពុទ្ធបរិស័ទដែលបានធ្វើកឋិនហ្នឹងបានផលច្រើនចឹងហើយមើលវិញទៀតសោតនោះក៏ទានកឋិននេះមានអានិសង្សផ្លែកចម្លែកណាស់ដែលជាអានិសង្ស5ប្រការកើតឡើងដល់បរិស័ទអ្នកធ្វើកឋិនអ្នកអស់លោកអ្នកធ្វើកឋិនក្នុងថ្ងៃនេះអញ្ចឹងណាហ្នឹងព្រោះពាក្យថាកឋិននេះបានដល់នៅពាក្យថាស្ថិតស្ថេរខ្ជាប់ខ្ជួនតាំងនៅធម្មជាតិណាបុណ្យឯណារមែងចងគ្រាអានិសង្ស5ឲ្យកើតឡើងអានិសង្សនោះបុណ្យនោះឈ្មោះថាកឋិនអញ្ចឹងពាក្យថាកឋិនហ្នឹងជាពាក្យដែលចងគ្រានៅអានិសង្ស5យ៉ាងឲ្យកើតឡើងដល់បរិស័ទអ្នកធ្វើអានិសង្សទី1នោះគឺបញ្ញាវិសារតោអស់លោកឯណាដែលអ្នកមាននៅសទ្ធាក្នុងព្រះសាសនាហើយបានធ្វើនៅកឋិនហើយគឺជាអ្នកបរិបូរណ៍ដោយបញ្ញាវាងវៃមិនស្ពឹកមិនតម្រុនទេបញ្ញាហ្នឹងពុទ្ធមនុស្សសពថ្ងៃរស់នៅដោយបញ្ញាអត់មានបញ្ញាមិនមានគំនិតអីទៅរកចិញ្ចឹមជីវិតទេទៅរកទទួលទានឲ្យមានឲ្យបានអីអត់បានទេព្រោះអត់បញ្ញាហើយនោះអញ្ចឹងអាស្រ័យបញ្ញានឹងមនុស្សម្នាខុសគ្នាដោយបញ្ញាណាគឺខុសគ្នាដោយយោសកិត្តិយសនឹងដែរជីវភាពអញ្ចឹងដែរអញ្ចឹងគឺថាអានិសង្សមួយក្នុងចំណោមអានិសង្ស5គឺអ្នកធ្វើកឋិនអ្នកបានបញ្ញាអានិសង្សទី2នោះគឺសរូបតាអស់លោកឯណាបានធ្វើកឋិនអស់លោកនោះតែមានរូបល្អម្នាក់អ្នកណាដែលមិនចង់បានរូបល្អកើតមកជាមកកពិតទៅខំឲ្យគេវះឲ្យគេកាត់បញ្ចូលឲ្យខ្ពស់ណាកើតមកថ្មិញមិនល្អខំតែឲ្យគេដកឲ្យគេពុតឲ្យគេគ្រីបណាកើតមកមុខមិនល្អខំឲ្យគេវះគេកាត់គេទាញគេតម្រឹមណាអញ្ចឹងអ្នកមនុស្សគ្រប់គ្នាមិនមែនចង់បានរូបស្អាតប៉ុន្តែហេតុដែលនាំឲ្យរូបស្អាតគឺអានិសង្សកឋិននេះមួយដែរដែលណាចង់បានរូបស្អាតនោះវានៅធ្វើកឋិនដែរអានិសង្សទី3នោះគឺសវណ្ណតាមិនត្រឹមតែបានរូបស្អាតទេបានសម្បុរល្អទៅទៀតសម្បុរបើសិនជាខ្មៅក៏ខ្មៅដូចទឹកខ្មុំអញ្ចឹងទៅសម្បុរដូចទឹកខ្មុំតែហើយបើសដូចជាត្របកនៃផ្កាឈូកអញ្ចឹងតែព្រោះអ្នកខ្លះសម្បុរមិនល្អទេស្បែកត្បិតតែសក៏ពិតមែនហើយប៉ុន្តែសវាមិនមែនណែល្អហើយបើខ្មៅក៏ខ្មៅមិនល្អប៉ុន្តែអានិសង្សបុគ្គលដែលបានធ្វើកឋិនហ្នឹងមិនមែនមានសម្បុរល្អយើងមើលទឹកខ្មុំខែចែកយកថ្មីមានសម្បុរល្អយ៉ាងណាអ្នកធ្វើកឋិនមានសម្បុរល្អយ៉ាងហ្នឹងឬមិនចឹងទេទៅមើលត្របកការឈប់ដោយវិរិយពេលព្រឹកមកមានសម្បុរល្អយ៉ាងណាគឺថាមនុស្សដែលធ្លាប់បានធ្វើកឋិនហ្នឹងមានសម្បុរល្អយ៉ាងហ្នឹងអានិសង្សទី3ហ្នឹងជួយឲ្យរត់ឲ្យសម្បុរល្អប្រសើរអានិសង្សទី4នោះគឺសន្តានល្អអស់លោកណាបានធ្វើកឋិនអស់លោកនឹងរមែងមានសន្តានទ្រង់ទ្រាយល្អតាមរៀមដៃទៅរៀមដៃស្រឡូនស្អាតរៀមជើងស្រឡូនស្អាតណាខ្នងត្រង់មិនគងមិនកោងសន្តានតម្រង់មុខល្អប្រសើរសន្តានស្មាសន្តានដើមដៃសន្តានគល់ផ្លូវសន្តានផ្ចិតសន្តានទ្រង់ទ្រាយកម្ពស់កម្ពស់អីមានលក្ខណៈសមរម្យល្អស្អាតអាស្រ័យបរិស័ទណាដែលបានធ្វើកឋិនណាអានិសង្ស4អានិសង្ស5គឺលោកឯណាអ្នកឯណា
ដែលបានធ្វើនៅកឋិនទានហើយទៀងនឹងបានកើតជាស្ដេចចក្រពត្តិត្រាធិរាជក្នុងជាតិណាមួយយ៉ាងប្រកបព្រោះអាស្រ័យអានិសង្សរបស់កឋិនហ្នឹងអញ្ចឹងសម្បត្តិរបស់ស្ដេចចក្រពត្តិជាស្ដេចដែលមិនមានភ័យមិនមានឈឺក្បាលវិលមុខដោយខ្មាំងសត្រូវដល់អាណាប្រជានរាជក្រីក្រទុក្ខលំបាកដោយគ្រោះជំនន់ឬក៏ថាគ្រោះអំពីធម្មជាតិអីធ្វើឲ្យនគរនោះមានការគំរាមកំហែងពីបច្ចាមិត្តអីគឺអត់ទេជាស្ដេចដែលកើតមកមានតែយោះនិងបរិវារជាទឹកបរិបូរដោយរតនៈ7ប្រការជាស្ដេចរុងរឿងដោយយោះហើយជាស្ដេចដែលមានអាយុវែងមិនខ្វល់អំពុលជាមួយនឹងកិច្ចការភ័យគំរាមកំហែងរបស់បច្ចាជនណាទេជាស្ដេចដែលគ្រងរាជ្យដោយប្រទេសគ្មានចោរគ្មានអ្នកលួចគ្មានអ្នកប្លន់គ្មានមនុស្សអាក្រក់គ្មានមនុស្សផឹកស៊ីកាប់សម្លាប់គ្នាអីទេជាស្ដេចដែលគ្រប់គ្រងមនុស្សដោយធម៌ហើយប្រជានរាជរបស់ស្ដេចចក្រពត្តិហ្នឹងក៏ជាមនុស្សដែលប្រកបដោយភាពសុចរិតទាំង5នោះគឺមិនមានសម្លាប់មិនមានលួចមិនមានប្រព្រឹត្តខុសក្នុងកាមមិនមាននិយាយកុហកមុសាវាទមិនមានផឹកទឹកសវណ្ណអញ្ចឹងអស់លោកពុទ្ធបរិស័ទជ្រាបអំពីអានិសង្សទាំងឡាយ5យ៉ាងហ្នឹងអានិសង្ស5យ៉ាងនឹងឯងជាអានិសង្សដែលញ៉ាំឲ្យសម្រេចបានអាស្រ័យលោកអ្នកដែលធ្លាប់បានធ្វើកឋិនដូចថ្ងៃហ្នឹងអញ្ចឹងលោកដែលមកពីទិសផ្សេងនាំមកនៅសម្ពុតចៃវរនឹងហើយមកដង្កល់ទុកក្នុងទីនេះហើយតិចទៀតដង្ហែដង្ហែកក្រឹកកក្រែងយ៉ាងចេតនារីករាយរំភើបជ្រះថ្លាខ្លាំងក្លាឡើងយកសម្ពុតនឹងទៅដាក់ក្នុងកណ្ដាលជំនុំសង្ឃហើយក៏វេប្រគេនដែរ